the team prepare good. We have 3 good training sessions this week. We've obviously shown them what they need to see about life, and I think they're quite clear on what we want to do in the game and how we want to do it. So, training's been good, and yeah, I think more or less everyone is ready that can play, apart from probably Money Adom is still not ready, but everyone else available for selection is ready to play. សម្រាប់ការរៀបចំរបស់យើងគឺយើងធ្វើបានល្អតាមរយៈការវឹកហាត់ប្រហែលថ្ងៃនេះហើយយើងក៏បានបង្ហាញអំពីរបៀបដែលយើងចង់លេងដែលការប្រកួតជាមួយនឹង live ហើយតើ live លេងរបៀបម៉េចហើយតើរបៀបដែលការប្រយុទ្ធជាមួយគូប្រកួតរបៀបម៉េចហើយសម្រាប់នៅក្នុងការវឹកហាត់គឺកីឡាកររបស់យើងធ្វើបានល្អអញ្ចឹងសម្រាប់ការត្រៀមខ្លួនរបស់កីឡាករគឺកីឡាករទាំងអស់គឺសិតតែត្រៀមខ្លួនសម្រាប់ការប្រកួតលើកលែងតែប្រាក់មនីអាដាមមួយដែលគាត់មានបញ្ហារបួសសម្រាប់ការរៀបចំរបស់ខ្ញុំផ្ទាល់ខ្ញុំបានរៀបចំខ្លួនបានល្អនិងសម្រាប់ក្រុមពួកយើងក្នុងសប្តាហ៍នេះយើងវឹកហាត់បានល្អនិងយកចិត្តគ្នាបានច្រើនហើយពួកយើងនឹងត្រៀមខ្លួនឲ្យអស់ 100% ដើម្បីការប្រកួតនៅថ្ងៃសៅរ៍នេះបាទ Yeah, I think the coach changed the structure a little bit, and they look a little bit more aggressive in some moments. So I think it'll be a different challenge to the one we had in the home game. And yeah, I think the new players, the new striker, give them an extra kind of a different dynamic in terms of what they can do in transitions and what they can do around the box. So we've seen everything from their last 2 games, and we know more or less what to expect. ហ្នឹងហើយតាមដែលការយល់ឃើញអំពីគ្រូវឹកថ្មីរបស់ក្រុម live គឺមានការផ្លាស់ប្ដូរទម្រង់លេងតិចតួចហើយជាពិសេសគឺយើងបានមើលការប្រកួតពីប្រកួតចុងក្រោយគឺពួកគេលេងរៀង aggressive ជាងមុនសម្រាប់កីឡាករថ្មីមួយចំនួនគឺយើងឃើញកីឡាករដូចជាខ្សែប្រយុទ្ធក៏គឺជាកីឡាករម្នាក់ដែលល្អអញ្ចឹងយើងរំពឹងថាការប្រកួតនេះគឺពិបាកជាងការប្រកួតដែលយើងលេងជាមួយពួកគាត់ការពីជើងទី1នៅក្នុងដីរបស់យើង No, look, we dropped points in the last 2 games, but it can happen. Nobody can win every game. I think that both games were very different. One game we didn't play good. The second game we play very good. We just don't take our chances. They have a few chances and they take them. So, but overall the game was good. We create a lot. We dominate the ball. We're playing in their half most of the game. I think it was, in terms of entries into the opponent's box, I think it was the highest since September last year. In terms of pressing, I think it was, in terms of the PPDA, I think it was the lowest that it's been in 2 years. So we did more than enough to win that game. That's football and that can happen. And in terms of what that means for the league table, we dropped the second, but 14 games, 16 games to go. The league table is not important right now. សម្រាប់យើងបានដឹងពីប្រកួតចុងក្រោយនេះគឺយើងបាត់បង់ពិន្ទុប៉ុន្តែបើយើងមើលទៅការប្រកួតគឺការប្រកួតមួយដែលយើងលេងអត់បានល្អហើយការប្រកួតចុងក្រោយដែលយើងលេងជាមួយវិសាខាគឺយើងលេងបានល្អយើងតែងតែគ្រប់គ្រងការប្រកួតយើងមានឱកាសនៅក្នុងការបញ្ចប់ទីច្រើនហើយខាងវិសាខាមានឱកាសទីទួចប៉ុន្តែគេអាចសម្រេចនៅរកគ្រាប់បាល់បានអញ្ចឹងបើសិនជាយើងប្រៀបធៀបពាក់ព័ន្ធទៅនឹងទិន្នន័យនៃការប្រកួតកន្លងមកកាលពីខែកញ្ញាកាលពីឆ្នាំមុនគឺពាក់ព័ន្ធទៅនឹងស្ថានភាពដែលយើងលេងចូលទៅក្នុងប្រអប់គឺមានភាគរយច្រើនជាងកាលពីឆ្នាំមុនហើយពាក់ព័ន្ធទៅនឹង PPDA នៅពេលដែលបានន័យថានៅពេលដែលយើងបាត់បាល់យើងដណ្ដើមបាល់បានមកវិញហ្នឹងគឺវិនាទីក៏តិចជាងកាលពី2ឆ្នាំកន្លងមកអញ្ចឹងបើសិនជាយើងមើលការប្រកួតកន្លងមកគឺសិតសឹងតែគ្រប់ការប្រកួតដែលយើងព្យាយាមគ្រប់គ្រងការប្រកួតហើយពាក់ព័ន្ធទៅនឹងឥឡូវនេះចំណាត់ថ្នាក់គឺយើងនៅចំណាត់ថ្នាក់លេខ2ប៉ុន្តែនៅមានការប្រកួតច្រើនប្រហែលជា10ប្រកួតជាងទៀតអញ្ចឹងវាមិនទាន់ជាក់ស្ដែងនៅពេលឥឡូវនេះសម្រាប់ខ្ញុំសំណូមពរឲ្យពួកគាត់ទាំងអស់គ្នាចូលរួមគ្រប់គ្រងនិងលើកទឹកចិត្តពួកយើងនៅផ្សេងអនុទាំងអស់គ្នាដើម្បី3ពិន្ទុ